តែបើផ្កានោះជាផ្កាសក់អត់ក្លិនជាផ្កាអត់រសបរិស័ទទាំងឡាយហ្នឹងក៏មិនសូវជាខ្វល់ខ្វាយរវល់ទេចឹងលៃយ៉ាងម៉េចដូចដេកក៏បីធ្វើលំអរបស់ខ្លួនហើយលំអរបស់វត្តអារាមឯងទៅលើអនាម័យឯងទៅលើរបៀបរៀបរយការយកចិត្តទុកដាក់របស់ព្រះគ្រូចៅអធិការរបស់អាចារ្យគណៈកម្មការជាដើមលោកទាំងឡាយដែលគេឲ្យឈ្មោះថាបុណ្យបញ្ចុះវិស័យមាព្រោះកំណត់ការពាត់ការខំការរៀបរៀងនៅអន្តរាយទៀតគេហៅថាសីមានេះមិនអត់ទេប៉ុន្តែពាក្យថារៀបរៀងការពារនៅអន្តរាយក្នុងទីនេះមិនមែនការរៀបរៀងអន្តរាយពីព្រៃព្រះយមាឧបទ្រពពុតច្បាតអីទេប៉ុន្តែសំដៅលើការរៀបរៀងនៅការខូចនៃកម្មផ្សេងដែលព្រះភិក្ខុសង្ឃលោកធ្វើបានតែចាំបាច់ធ្វើនៅសីញកម្មកាលណាក្នុងវត្តបានយកនៅខណ្ឌសីមាមានព្រះវិហារឬរោគអបោសិទ្ធជាគោលហើយវេលាត្រូវការបួសគឺឧបសង្កទាកម្មវេលាត្រូវការធ្វើនៅកឋិនកម្មវេលាត្រូវការធ្វើនៅឆ្នាំខ្ញុំគឺខុសគ្នាទាំងអស់ដើមឈើខុសគ្នាប្រើខុសគ្នាទាំងអស់អត់មានចេះបល់អាកញ្ចប់អីនេះទៅនោះទៅអត់ទេមកកញ្ចប់គឺឬដងបាតគឺកាពះពវៀនផ្សេងគ្នាទាំងអស់ឬដងចំមុះថ្ងៃនេះខ្ញុំសូមបញ្ជាក់ឬដងចំមុះគឺអាសាផ្ដាស់ផ្សាយសវាំងភ្នែកនិងអាសាកដាស់និងប៉ះចង្ហាប៉ះមិនសិនតិចអីហ្នឹងពិបាកណាស់បាក់ហ្មងគឺថប់ដង្ហើមមើលអាសាកដាស់ជួនណាធ្វើឲ្យយើងទៅក៏មិននេះក៏វាលមាស់ចំមុះលមាស់ភ្នែកវាប៉ះពាល់តិចនេះបាត់ទៅមកឬក៏ឧបោសថកម្មនោះកម្មនោះនឹងឡើងពេញបរិបូរណ៍ដោយអង្គមួយនៃសីមាកម្មនឹងឯងដែលមានស្រាប់ទៅបុរាណលោកចេះតែកំណត់តាមវត្តអារាមក៏បីធ្វើរោងអបោសុទ្ធឬព្រះវិហារនឹងជាដែរវាចឹងហើយទើបមានដំណើរដើមតងជាហេតុជាបច្ច័យឲ្យកើតមានបុណ្យបញ្ចុះខណ្ឌសីមានឹងរហូតមកដល់បច្ចុប្បន្នថ្ងៃនេះជាថ្ងៃទី3ជាថ្ងៃដែលព្រះសង្ឃលោកត្រូវនិមន្តឡើងព្រះវិហារហើយសូត្រដកនៅសីមាកម្មហើយសូត្រចងនៃសីមាកម្មយើងចំណាំហៅថាបច្ចុប្បន្នតារាងជាកម្មជាកិច្ចដែលសង្ឃនឹងសង្ឃក៏បីធ្វើតាមពិតទៅមិនពាក់ព័ន្ធអីនឹងយើងជាពុទ្ធបរិស័ទទេយើងជាពុទ្ធបរិស័ទមានតែទូនាទីមកជួយទំនប់បំរុងក្នុងកម្មវិធីហ្នឹងឲ្យប្រព្រឹត្តទៅបានឲ្យស្រួលក្នុងបណ្ឌបាតបច្ច័យក្នុងភេសជ្ជៈបច្ច័យក្នុងបច្ច័យផ្សេងដែលចាំបាច់ហើយចូលរួមឧបត្ថម្ភតាមកម្លាំងធនធានដែលមានតែកិច្ចអំពីនោះគឺប្រកាសប្រជានៅលើសង្ឃទៅវិញទេតែលោកត្រូវធ្វើត្រូវកំណត់ឲ្យสิ่ងនេះឡើងឬមិនឡើងអាស្រ័យនៅលើព្រះភិក្ខុសង្ឃខ្ញុំបកណាខ្ញុំម្ចាស់មិនសម្ដែងអីឲ្យជ្រៅរៀបរាប់អំពីសីមាកម្មនេះទេព្រោះបើលើកយកមកពន្យល់ឲ្យវែងឆ្ងាយទៅពុទ្ធបរិស័ទក៏មិនឆ្លៀសល្មមអាចនឹងជ្រាបរឿងនឹងបានដែរព្រោះរឿងនេះស្ថិតនៅលើសង្ឃស្មោះអត់មាននៅលើទីបរិស័ទទេអញ្ចឹងហើយសង្ឃលោកស្គាល់កិច្ចដែលគួរនិងកិច្ចដែលមិនគួរក្នុងសីមាកម្មនឹងហើយគ្រាន់តែអានិសង្ឃនៃការធ្វើនៅវិហារទានបាននៅភាពស្រួលដល់បរិស័ទទាំងឡាយក្នុងអនាគតដែលអានិសង្ឃនៃសេនាសនៈទាននឹងឯងលោកទាំងឡាយរដូវកាលនេះកាន់តែគៀកមែនតែនហើយនៃការឆ្លងនៃទេសកាលចាស់ចូលដល់ទេសកាលថ្មីមានភាពចម្រូងចម្រាសទេវតាឆ្នាំនឹងសោយអីជាដើមអញ្ចឹងទៅដូចជាមិនចេះព្រោះការជំនឿដូម៉ាត់ច្រើនសាច់ស្អាតបែកស្ងួតបែបស្អាតទេ
ពួតពងកូននឹងអាសាភើទៅក្តៅភើមកក្តៅហូបអីមានជាតិមានកលាំងហើយអាសាងឹតមុខចុកយ៉ាងក្នុងចុកចកេះជាប្រចាំតាំងដំបួសហើយមានកម្មវិធីអីក៏មិនសប្បាយចិត្តមិនស្រស់ស្រាយដែរប៉ិនហូបទៅវាតែបន្តិចក៏ដឹងឈឺពោះតាំងពោះដែរតែអញ្ចឹងអត់ចង់ហូបអីទេដោយសារពិបាកក្នុងការបាត់ជើងមកវាមិនអស់បាត់ជើងមកវាតិចតែអញ្ចឹងវាធ្វើទុកផ្លូវលមួកនឹងទៅ ចាប់មិនចេះហើយលោកទាំងឡាយហើយទេវតាឆ្នាំនេះសោយអ្វីក៏សោយទៅចោះពុកភ្នូរឆ្នាំនេះលំបាកយ៉ាងម៉េចក៏លំបាកទៅចោះស្រួលយ៉ាងម៉េចក៏ស្រួលទៅចោះតែសូមឲ្យយើងកុំភ្លេចថាទេវតាដែលនៅក្នុងផ្ទះយើងក៏ចង់ពិសាអីក៏ចង់សោយអីទៅវិញទើបជារឿងតែចាំបាច់ឡាយតែនាំគ្នាគិតតែទេវតាហ្នឹងភ្លេចគិតម្ដាយឪពុកដែលជាទេវតាក្នុងផ្ទះនោះមិនមែនជារឿងប្រសើរទេនឹងលៃយ៉ាងម៉េចក៏បីគិតណាគាត់ចង់ពិសាអីឲ្យគាត់ពិសាហ្នឹងទៅមកហូបណានំចំណីណាដែលយើងល្មមនឹងរកឲ្យគាត់ពិសាបានកុំចាំសែនធ្នូអីព្រោះបើមើលដល់ភ្នែកតទេទៅតិតមានឃើញម្ដាយឪពុកមកលើកបាច់នៃនឹងហូបពិសាទេទាំងមិនដឹងថាកំណើតរបស់គាត់ទៅកើតតែយើងយកកំណើតក្នុងវិបាកបដិសន្ធិណាមួយទៀតជួនកាលមានរឿងពីបុរាណមកម្ដាយឪពុកស្លាប់ទៅកើតជាសាសនៈហើយយើងជាកូនជាចៅធ្វើពិធីសែនព្រេនឧទ្ទិសជូនឪពុកម្ដាយដល់ដែលជាអតីតឪពុកដែលបានស្លាប់មកឃើញអញ្ចឹងតកូនរៀបចំសម្រាប់អញហើយស្ទុះរិពោគគេមានដឹងនេះដល់ទៅទេណាទាញនៅដំបងមកដេញវាយសាសនៈនឹងរត់ទៅហើយបំណងរបស់កូនតាអញរៀបសម្រាប់ពុកម្ដាយអញទេឯងជាសំណក់ហ្នឹងមកស៊ីអីតែទាំងដែលសំណក់ហ្នឹងជាអតីតឪពុកខ្លួនឯងចឹងហើយបានតែចង់ជម្រាបជូនយើងថាកាលដែលសែនព្រេននេះយើងមិនដឹងថាបានចំពោះអ្នកណាអត់អ្នកណាបានទទួលអីទេតែចឹងហើយតនគាត់នៅ ឆ្នាំខ្ញុំគឺខុសគ្នាទាំងអស់ដើមឈើខុសគ្នាប្រើខុសគ្នាទាំងអស់អត់មានចេះបល់អាកញ្ចប់អីនេះទៅនោះទៅអត់ទេមកកញ្ចប់គឺឬដងបាតគឺកាពះពវៀនផ្សេងគ្នាទាំងអស់ឬដងចំមុះថ្ងៃនេះខ្ញុំសូមបញ្ជាក់ឬដងចំមុះគឺអាសាផ្ដាស់ផ្សាយសវាងភ្នែកនិងអាសាកដាស់និងប៉ះចង្ហាប៉ះមិនសិនតិចអីហ្នឹងពិបាកណាស់បាក់ហ្មងគឺថប់ដង្ហើមមើលអាសាកដាស់ជួនណាធ្វើឲ្យយើងទុកក៏មិននេះក៏វាលមាស់ចំមុះលមាស់ភ្នែកវាប៉ះពាល់តិចនេះទៀតវាធ្វើយើងហឹងតិចម្ដងមកកាលដែរដល់កើតយូរមេតិចអញ្ចឹងមិនបាច់ទេពិបាកណាស់ប៉ះមិនសិនតិចប៉ះចង្ហាអីគឺប្រះចេញហើយអត់នៅចិត្តទេដោយសារគឺជំងឺនឹងវាពាក់ព័ន្ធតិចខ្លាំងក៏មិនបានក្តៅខ្លាំងក៏មិនបានដែរវាឈឺក្បាលស្វាងភ្នែកស្លប់រួយសក់ស្បែកក៏មិនស្អាតដែរបើទុកយូរអាចជាប់មុខទៀតដល់អញ្ចឹងត្រូវប្រើថ្នាំនេះគឺដាំទឹកហូបគឺកើតយូរពុក6កញ្ចប់បើទៅកើតតែ3កញ្ចប់ទេហើយត្រូវតមផងមិនលឿនព្រោះអីរបស់ផ្អាប់អីកុំឲ្យសោះបើរបស់ផ្អាប់តមបានគឺលឿនតមกระดาษតមមានរបៀបប្រើប្រាស់មាននៅក្នុងស្រាច់ហើយព្រីដឹងជូនបងប្អូនឲ្យទៅត្រូវការក្នុងមួយកញ្ចប់4កសៀវមួយកសៀវយើងលៃ2លីត្រកន្លះទៅ3លីត្រហូបទៅតិចគឺជាតិផ្សះជាតិតិចមកសើតមកគឺស្រឡះភ្នែកស្រឡះច្រមុះព្រោះកើតជំងឺនឹងវាភ្លេចច្រើនធ្វើយើងរួយសក់ធ្វើស្បែកយើងស្អាតស្បែកស្ងួតអានឹងដើមហេតុពីកាពះដែរតែអញ្ចឹងបងប្អូនត្រូវហូបតមមីជាតិក្រាស់គ្រឿងកំប៉ុងនេះយើងកាត់បន្ថយទៅព្រោះតមបានលឿនកុំឲ្យខាត់លុយខាត់ពេលព្រោះសុខភាពសំខាន់ណាស់ទី1គឺសុខភាពនឹងសំខាន់ណាស់ព្រោះហើយអាពេលមិនតាន់ហូបអាក្រោយពេលហូបវាមិនខ្ញុំវាធ្វើយ៉ាងនោះយើងទៅដងចំោះហ្នឹងវាអន់ជីក្បាលវាអន់ហ្នឹងវាអន់គេទុកហ្នឹងណាគ្រូហើយបងទៅដងបានហ្នឹងវាសតាមម្ដងទេហើយលេងប្រើទៀតណាគ្រូអូនឯងឬដងចំោះធូរអាលេងទៅកដាស់លេងទៅពិបាកក្នុងខ្លួនក្នុងចំោះបាទតែដងចំោះវានៅដូចជានៅ2កញ្ចប់ដែរណាអញ្ចឹងអូនតែច្រើន
ចា ហើយនៅផាយទូដងហើយកាពះវិញនៅទីចប់ដែរទៅដងបាត់អស់ហើយនៅសល់តែម្ដងពេលបងហូបថ្ងៃនេះ អញ្ចឹងធូច្រើនអញ្ចឹង ទូច្រើនក៏ប៉ុន្តែខ្ញុំចេះបានផ្សព្វផ្សាយពាណិជ្ជកម្មនៅគ្រូនៅគេប្រហែលជាគេផាពី2នាក់ទៀតគេឲ្យខ្ញុំចេះណែនាំគេថាចាប់អារម្មណ៍មួយនោះគេដងបាត់ដងបាត់គេកាពះវិញដែរគេថាយកមកឈុតដែរ ចឹង ហ្នឹងហើយនៅប្រទេសគុណវិញ្ញាទៀតតាមចេញធ្វើការចាំឲ្យខ្ញុំ អូក្មួយចិត្តស្អាតបានបនច្រើនណាស់អ្នកខ្លះគ្នារាវអត់ចំអូលុយមកកណើអត់ប្រយោជន៍ចា បាទ បានបនច្រើនណាស់ក្មួយអើយសំខាន់សុខភាពនឹងក្មួយឯងជាទៅប្រាប់គ្នាទៅអាណិតគ្នា បាទ ចា ហើយចាំមើលប្រទេសគុណមួយទៀតតើបានជួបទេម្នាក់នោះគេយកហើយតែចាំមើលក្រុមផងគ្នាថាជាបាន2នាក់3នាក់ដែរ ចាក្មួយនៅខាងណានោះ ថ្ងៃមុននេះថាខ្ញុំនៅខេត្តកណ្ដាលនៅជិតភ្នំពេញខេត្ត ទំហូបសងណាចាប់ផ្ដើមដឹងធូរលឿនណាអញ្ចឹងជាកិច្ចបញ្ចប់នេះសូមបងប្អូនណាមានការដែលឬដងចំោះកាពះពវៀនឬដងបាតអីគឺមានមកចប់បងទួងក៏មានរុកស្ត្រីក៏មានដែរកូនខ្ចីអីហ្នឹងអញ្ចឹងបានថាលេខទូរស័ព្ទមាន3ប្រព័ន្ធមានការអីគឺត្រូវតាក់ទងមកខ្ញុំសួរឲ្យតមសនេសនាប្រគ្រោះយោបល់ឲ្យដឹងសិនបានផ្សំថ្នាំទៅវាលឿនតែអញ្ចឹងមិនមែនចេះតែស្មានឲ្យគេអត់ទេហើយព្រីដឹកជញ្ជូនគ្រប់25ខេត្តក្រុងគឺព្រីដឹកជញ្ជូនទាំងអស់ហើយជាកិច្ចបញ្ចប់នេះសូមជូនពរបងប្អូនទាំងអស់គ្នាទាំងនៅក្នុងប្រទេសក្រៅប្រទេសជួបតែសំណាងល្អមនុស្សល្អធ្វើដំណើរទៅណាមានសុវត្ថិភាពតាមផ្លូវរហូត